គេថាកាមេរ៉ានេះដាក់លើភ្នំថតបាន24ម៉ោងក្នុងមួយថ្ងៃហ្មងមិនបាច់តភ្លើងមិនបាច់ដាក់ Wi-Fi អីទេគឺវាដំណើរការខ្លួនវាបានរហូតតែម្ដងហើយវាចាប់សកម្មភាពនេះយើងមានចកាមានអីចឹងដាក់ security កាមេរ៉ានេះមិនបាច់ចាំតខ្សែមិនបាច់ចាំដោតភ្លើងអីទាំងអស់ព្រោះប្រើពន្លឺព្រះអាទិត្យហើយដាក់ SIM ប្រើ 4G បានយើងអាចមើលមកពីឆ្ងាយមើលមកពីខាងណាក៏បានដែរមើលតាមប្រព័ន្ធ security កាមេរ៉ាអញ្ចឹងវាមាន memory record ចូលក្នុងហ្នឹងហើយមើលចូលក្នុងទូរស័ព្ទយើងនៅក្រុងនៅខេត្តក៏យើងមើលមកដល់កន្លែងយើងដែរអញ្ចឹងមានផ្ទះចំការមានផ្ទះលំហែដែលឆ្ងាយពីកន្លែងរត់ខ្សែអ៊ីនធឺណិតអីបានណាដាក់ឧបករណ៍នេះមួយទៅយើងអាចដឹងពីសកម្មភាពហើយយើងអាចការពាររបស់យើងហើយមិនខ្វល់ទេព្រោះដោយសារមាន solar នេះ solar panel បញ្ជូនភ្លើងទៅក្នុងហ្នឹងហើយមានថ្មនៅនឹងស្រាប់ទៀតមិនមែនតែថ្ងៃឲ្យយប់ក៏ដំណើរការបានដែរឥឡូវសាកយកមកតម្លើងលើភ្នំហ្មងយ៉ាងម៉េចដែរនេះហើយលក្ខណៈពិសេសហ្នឹងគឺត្រង់ថានៅពេលដែលអត់មានសកម្មភាពអីទេគឺវាថតតែមួយរូបមួយ frame ទេប៉ុន្តែនៅពេលដែលមានសកម្មភាពអីមួយកើតឡើងវានឹងថតជាទម្រង់បែបវីដេអូ15 frame ក្នុង1វិនាទីវិញផ្ដល់នៅសកម្មភាពហើយថតបានរហូតធ្វើបែបនេះគឺដើម្បីឲ្យវាប្រើដោយសន្សំចៃកម្លាំងថាមពលអញ្ចឹងប្រើថ្មតិចមូលហេតុចម្បងគឺដើម្បីឲ្យវាដំណើរការទាំងពេលថ្ងៃនិងពេលយប់បានអ្វីត្បិតតែវាដំណើរការជាមួយនឹង solar power មែនក៏ប៉ុន្តែនៅពេលយប់គឺវាមានថ្មដែលអាចដំណើរការបានពេញមួយយប់រហូតដល់ភ្លឺរហូតដល់មានពន្លឺព្រះអាទិត្យបន្ថែមទៀតដែលវាសាកថ្មនឹងឡើងវិញកាមេរ៉ាប្រភេទនេះវាជួយដោះស្រាយនៅការប្រើប្រាស់របស់យើងមិនចាំបាច់ស្មុគស្មាញមិនតភ្លើងមិនចាំបាច់ Wi-Fi ហើយក៏មិនខ្វល់ពីរឿងអស់ថាមពលថ្មឯដែរសំខាន់គឺដាក់តែ SIM ឲ្យតែប្រើ 4G បានតែរហូតទៅគឺយើងអាចឃើញទិដ្ឋភាពនឹងកើតឡើងបានរហូតដែរនៅក្នុងចំការមួយអាចដាក់5 6កាមេរ៉ាហើយយើងអាចមើលនៅក្នុង app ទូរស័ព្ទតែមួយបានហើយវាមានអង្តែននេះគឺជាប្រភេទអង្តែន 4G ដែលធ្វើឲ្យវាចាប់សេវា 4G បានល្អអញ្ចឹងវាអត់ចាំបាច់តភ្លើងអត់ចាំបាច់តខ្សែអីទេដាក់តាណាគឺវាដំណើរការប៉ុណ្្នឹងបានទាំងអស់ហើយរាល់ការបញ្ជាយើងអាចបញ្ជានៅក្នុងទូរស័ព្ទយើងអាចឃើញនៅក្នុងទូរស័ព្ទយើងអាច save ទិដ្ឋភាពហ្នឹងយកទៅមើលផ្ទាល់នៅកន្លែងណាក៏បានដែរអញ្ចឹងឲ្យតែមានសេវាអ៊ីនធឺណិតកន្លែងកាមេរ៉ាហ្នឹងគឺត្រូវមាន 4G ប៉ុន្តែនៅពេលដែលយើងមើលទូរស័ព្ទមាន Wi-Fi មាន 4G មានអីក៏បានដែរឲ្យតែអ៊ីនធឺណិតដើរគឺយើងអាចមើលបានយើងអាចបញ្ជាវាបានអាចបញ្ជូននៅសកម្មភាពផ្សេងៗទៅវិញទៅមកបានកាមេរ៉ាដាក់បង្ហាញនេះ Hikvision SP8D និង SP4ចឹងអានេះប្រភេទកាមេរ៉ា2កាមេរ៉ាក្រោមងាកឡើងលើចុះក្រោមបានអានេះកាមេរ៉ាបែរមកមុខឃើញរហូតចឹងឃើញច្រើនទិដ្ឋភាពដែលវាអាចប្រាប់ពីសកម្មភាពដែលកើតឡើងនៅទីកន្លែងដែលយើងដាក់កាមេរ៉ានឹងតែម្ដងហើយចឹងដាក់ទៅ solar panel ហើយភ្ជាប់តាម USB Type C នឹងទៅដំណើរការបានរហូតទាំងព្រឹកទាំងថ្ងៃហើយកម្រិត resolution របស់វាគឺ 2K ឬក៏ប្រភេទ SP4 ដែលមាន lens តែមួយទេប៉ុន្តែវាមានភ្លើងដូចគ្នាដើម្បីថតសកម្មភាពឃើញពីទិដ្ឋភាពនៅពេលយប់ឬក៏ពេលដែលស្ថានភាពពន្លឺខ្សោយអញ្ចឹងណាហើយអ្វីដែលសំខាន់ហ្នឹងគឺត្រង់ថាវាមានអង្តែន 4G នេះដែលវាអាចដំណើរការនៅតំបន់ដែលខ្សោយសេវាជាងទូរស័ព្ទយើងហ្នឹងក៏វានៅតែអាចដំណើរការបានដែរហើយរាល់ការប្រើប្រាស់របស់យើង SIM card ក៏ដោយ memory card ក៏ដោយគឺដាក់ចូលនៅក្នុង slot នេះហើយមួលខ្ចៅដើម្បីការពារពីជំរាបទឹកឬក៏ធូលីដីដែលប៉ើងមកជាប់អីចឹងណាហើយកម្រិតការពារជាមួយទឹកភ្លៀង IP66 អញ្ចឹងបើសិនជាយើងដាក់នៅកន្លែងណាក៏ដោយទាំងធូលីដីទាំងកម្ដៅទាំងទឹកភ្លៀងគឺមិនជាបញ្ហាទេហើយដោយសារ model នេះគឺវា support ជាមួយនឹងមុខងារ Pan and Tilt អញ្ចឹង PT camera វាអាចដំណើរការ24ម៉ោង7ថ្ងៃតែម្ដងឲ្យតែដាក់ SIM ឲ្យវាដំណើរការបានរហូត